អាហារសម្រន់សម្រាប់ញ៉ាំលេងគឺបានមកដល់ទីហើយតៅហ៊ូក្លុកគ្រឿងប្រៃផ្អែមមួយមុខនេះគឺងាយស្រួលធ្វើហើយថែមទាំងមានរសជាតិឆ្ងាញ់ថែមទៀតផងចំណាយអស់លុយត្រឹមតែ2200រៀលគឺទទួលបាននៅតៅហ៊ូក្លុកគ្រឿងប្រៃផ្អែមមួយចានយ៉ាងមានរសជាតិឈ្ងុយឆ្ងាញ់ហើយនៅក្នុងនោះគឺយើងយកតៅហ៊ូដែលខ្ញុំបានទិញគេហ្នឹងគឺចំនួន3ដុំហ្នឹងយកមកចាក់លាងទឹកឲ្យបានស្អាតទៅហើយយើងយកទៅសម្រស់ឲ្យបានរៀងស្រស់ទឹកបន្តិចទៅរួចយើងយកមកដាក់ហាន់ហើយនៅក្នុងនោះគឺតៅហ៊ូមួយគឺខ្ញុំកាត់ទៅជា3ហើយនឹងកាត់ទៅជាកង់3បន្ថែមដូចរូបរាងខ្ញុំបង្ហាញជូនអញ្ចឹងក្នុងមួយដុំហ្នឹងគឺខ្ញុំកាត់បានទៅជា9ដុំតូចចានៅពេលដែលកាត់រួចហើយគឺខ្ញុំដាក់ចូលនៅក្នុងចង្អាចមួយមករួចខ្ញុំបានប្រើម្សៅពោតដែលម្សៅនេះគឺខ្ញុំដាក់ចំនួន2ស្លាបព្រាបាយពេលដែលប្រើជាមួយនឹងម្សៅពោតអញ្ចឹងទៅនៅពេលដែលយើងយកតៅហ៊ូទៅបំពងគឺវាបានស្រួយឆ្ងាញ់ហើយក៏អាចស្រួយបានយូរផងដែរយើងច្បល់ម្សៅពោតជាមួយនឹងតៅហ៊ូហ្នឹងឲ្យបានចូលសព្វគ្នាបានល្អបន្តិចមកមើលថាអត់តបទេក៏ឡុកពីបិឆាច់មកដើម្បីឲ្យបានចូលសព្វគ្នាបានល្អអញ្ចឹងណាហើយយើងដាក់ខ្លាញ់ឲ្យច្រើនតិចមកហើយនឹងទុកខ្លាញ់ហ្នឹងឲ្យបានរៀងក្តៅរួចចាំយើងដាក់តៅហ៊ូដែលយើងបានប្រឡាក់ជាមួយនឹងម្សៅពោតមិញហ្នឹងចូលមកបំពងទាំងអស់មកហើយនៅក្នុងហ្នឹងពេលដែលយើងដាក់ហ្នឹងទោះជាយើងដាក់នៅចិត្តគ្នាក៏វាអត់សូវជាប់គ្នាហ្មងដែរអញ្ចឹងណាដោយសារតែពេលដែលយើងប្រើម្សៅអញ្ចឹងទៅគឺវាស្រួយលឿនហើយក៏វាក្រហមបានលឿនដែរប៉ុន្តែយើងកុំប្រើភ្លើងខ្លាំងពេកអាចប្រើភ្លើងមកល្មមទៅបានហើយយើងអាចប្រើចុះប្រើឡើងរហូតអញ្ចឹងទៅរហូតតតែតៅហ៊ូហ្នឹងគឺមើលទៅគឺបានក្រហមទាំងអស់ហើយនឹងបានស្រួយល្អចាំយើងស្រង់តៅហ៊ូហ្នឹងគឺទុកដោយឡែកនៅក្នុងហ្នឹងគឺខ្ញុំប្រើពេលនៅក្នុងការបំពងតៅហ៊ូនេះក៏គឺប្រហែលជា5នាទីពេលហ្នឹងគឺតៅហ៊ូគឺឃើញថាបានស្រួយល្អមែនទែនហើយឃើញពណ៌បែបហ្នឹងមែនណាប៉ុន្តែនិយាយថាពីស្រួយខ្ញោកហ្មងសាច់ខាងក្នុងគឺមានសភាពរាងទន់បន្តិចប៉ុន្តែបើនិយាយពីខាងក្រៅគេវិញគឺស្រួយហ្មងណាចាហើយចឹងបន្តមកទៀតគឺខ្ញុំបានយកម្ទេស3-4គ្រាប់ហ្នឹងគឺយកមកដាក់ហាន់ហើយម្ទេសនេះយើងអាចប្រើម្ទេសស្រស់ក៏បានឬក៏ម្ទេសក្រៀមក៏បានរសជាតិមួយយ៉ាងម្នាក់ទេពេលដែលហាន់ម្ទេសរួចរាល់គឺខ្ញុំបានចិញ្ច្រាំខ្ទឹមសហ្នឹង3-4កំពឹសដែរដែលយើងប្រើខ្ទឹមនេះចឹងទៅដើម្បីជំនួយឲ្យតៅហ៊ូរបស់យើងហ្នឹងគឺកាន់តែមានរសជាតិឆ្ងាញ់បន្តមកទៀតគឺអាចដាក់ខ្លាញ់ចូលទៅក្នុងខ្ទះហើយនឹងដាក់ខ្ទឹមសនោះយកមកបំពងដើម្បីឲ្យបានមានរាងក្លិនឈ្ងុយហើយនឹងឡើងពងក្រងបន្តិចទៅនៅពេលដែលថាឡើងក្រហមបានល្អប៉ុណ្ណឹងហើយចាក់ម្ទេសដែលយើងបានហាន់មិញហ្នឹងចូលមកហើយនឹងឆាកាលណាយើងឆាម្ទេសបែបនេះគឺធ្វើឲ្យមានក្លិនឈ្ងុយជាហើយក៏ឆ្លក់ផងដែរចាអញ្ចឹងយើងប្រើស្ករត្នោតហ្នឹងគឺចំនួនមួយចុងស្លាបព្រាបាយមកហើយនឹងដាក់ទឹកប្រេងខ្យងហ្នឹងគឺចំនួន1/7ស្លាបព្រាបាយហើយនឹងទឹកម្ទេសហ្នឹងគឺចំនួន1ស្លាបព្រាបាយដែរយើងកូរច្បល់គ្រឿងផ្សំទាំងអស់ហ្នឹងឲ្យបានចូលសព្វគ្នាបន្តិចមកហើយចាំយើងដាក់ម្សៅស៊ុបមាន់ហ្នឹងគឺចំនួន1ស្លាបព្រាកាហ្វេហើយនឹងលួចបន្ថែមទឹកស៊ីអ៊ីវហ្នឹងគឺចំនួន2ស្លាបព្រាកាហ្វេចូលទៅរសជាតិតែប៉ុណ្្នឹងគឺមកល្មមឆ្ងាញ់ហើយយើងមិនចាំបាច់ថែមទឹកទេគឺចាក់តៅហ៊ូដែលយើងបានបំពងមិញហ្នឹងគឺចូលមកក្លុកជាមួយនឹងគ្រឿងរបស់យើងហ្នឹងតែប្រហែលជា2នាទីគឺបានរួចរាល់ហើយងាយស្រួលមែនទែនហើយពេលដែលយើងដាក់ក្លុកគ្រឿងបែបហ្នឹងក៏បារម្ភថាតិចតៅហ៊ូស្វិតអស់ទៅអត់ទេគឺនៅតែស្រួយឆ្ងាញ់អញ្ចឹងហើយសម្រាប់ជាបន្លែហ្នឹងគឺខ្ញុំមានជាតសក់2ផ្លែដែលយើងដាក់មកហើយពេលញ៉ាំជាមួយគ្នាអញ្ចឹងទៅគឺត្រូវមែនតើតៅហ៊ូក្លុកគ្រឿងប្រៃផ្អែមនៅពេលដែលយើងធ្វើតាមវិធីនេះចឹងទៅគឺញ៉ាំអត់ងាយតលាន់ទេហើយញ៉ាំទៅគឺញ៉ាំជក់មាត់ហ្មងមានរសជាតិឆ្ងាញ់ងាយចំណាយអស់លុយតិចអញ្ចឹងចាំកាលទៀតធ្វើសាកទាំងអស់គ្នាផងណាចាអរគុណ